បងទទួលស្គាល់ថាការសិក្សាអក្សរសិល្ប៍វាអាចនឹងធ្វើឲ្យបងពិបាកយល់ឬក៏ពិបាកចាំពីព្រោះអក្សរសិល្ប៍មួយចំនួនធំគឺសរសេរនៅក្នុងសម័យតាំងពីសម័យបារាំងតាំងពីសម័យមុនបារាំងអក្សរសិល្ប៍ខ្លះសរសេរតាំងពីសម័យអង្គរឬក៏សម័យកណ្ដាលអីជាដើមអញ្ចឹងការប្រើពាក្យពេចន៍ឬក៏ការប្រើប្រាស់ភាសានៅក្នុងការសរសេរអក្សរសិល្ប៍ឬក៏អត្ថបទកំណាព្យទាំងអស់នោះវានឹងធ្វើឲ្យបងប្អូនពិបាកយល់និងពិបាកវិភាគពីព្រោះបងប្អូនចំនួនក្រោយអាចថាចូលចិត្តអីដែលងាយលឿនពាក្យពេចន៍សាមញ្ញនៅក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃអញ្ចឹងពាក្យខ្លះគឺបងអូនពិបាកនៅក្នុងការយល់ឬក៏បងអូនអានហើយគឺបងអូនមានអារម្មណ៍ថាអូយដូចជាឆ្កងហើយអញ្ចឹងនេះហើយគឺជាហេតុផលមួយដែលធ្វើឲ្យបងអូនពិបាកនៅក្នុងការចាំសាច់រឿងនិងយល់សាច់រឿងដោយសារតែបងអូនតែនិយាយថាបងខ្ញុំអានហើយខ្ញុំអត់ដឹងថានឹងគេចង់និយាយពីអីទេនេះឃ្លាប្រយោគហ្នឹងតើបងអូនគួរធ្វើបែបណាទៅដោយសារតែសម័យកាលនៃការប្រើប្រាស់ការនិយាយស្ដីពីមួយសម័យទៅមួយសម័យវាតែងតែមានការប្រែប្រួលទៅតាមវ័យឬក៏យុវវ័យចឹងដើម្បីឲ្យបងអូនងាយស្រួលចំណាំឬក៏ដើម្បីឲ្យបងអូនងាយស្រួលក្នុងការលើកសាច់រឿងទាំងអស់នោះយកទៅសរសេរនៅក្នុងតាញ់សេចក្តីដើម្បីឲ្យងាយស្រួលអញ្ចឹងវិធីដែលងាយបំផុតនោះគឺទី1បងអូនត្រូវដឹងថាតើរឿងដែលបងអូនអាននោះគឺជាប្រភេទរឿងអ្វីហើយប្រធានរឿងឬក៏ខ្លឹមសារនៃរឿងទាំងមូលនោះក្តោបសំខាន់ទៅលើអីហើយនៅក្នុងសម័យកាលណាប៉ុន្តែពេលខ្លះបងអូនអានហើយបងអូនថាអត់ដឹងគេនិយាយពីអីផងហើយអត់ដឹងសម័យកាលណាផងអូនអានឲ្យចប់ហើយយកវាទៅពិភាក្សាជាមួយនឹងលោកគ្រូអ្នកគ្រូ research ស្រាវជ្រាវបន្ថែមបងអូននឹងមើលឃើញហើយមួយទៀតនោះគឺបងអូនត្រូវតែឲ្យចាំអំពីឈ្មោះតួអង្គឲ្យបានយ៉ាងហោចណាស់ក៏5នាក់ទៅ6នាក់ឬក៏យ៉ាងហោចណាស់10នាក់នេះនៅក្នុងមួយសាច់រឿងប៉ុន្តែសាច់រឿងខ្លះក៏វាអត់មានតួអង្គដល់ច្រើនដល់ថ្នាក់នោះដែរដូចសាច់រឿងខ្លះតួអង្គ2 នាក់នោះរឿងអាខ្វាក់ខ្វិនអីតួអង្គ2 នាក់អស់ហើយអញ្ចឹងទី1ទី2គឺបងអូនត្រូវចាំអំពីតួអង្គថាតួអង្គមានឈ្មោះអីទី3បងអូនត្រូវចាំអំពីតួនាទីឋានៈរបស់តួអង្គអញ្ចឹងបងអូនចាំតែប៉ុណ្្នឹងគឺបងអូនអាចទៅសិក្សាអំពីសាច់រឿងនោះបានហើយដោយសារអីដោយសារតែពេលដែលយើងលើកសាច់រឿងទាំងមូលឬក៏សំទោសយើងត្រូវចាប់យកសាច់រឿងទៅដាក់នៅក្នុងតាញ់សេចក្តីគឺបងអូនត្រូវទៅសេអំពីតួអង្គជាក់ស្ដែងតួអង្គនេះជាក់ស្ដែងតួអង្គនោះអញ្ចឹងគឺបងអូនត្រូវចាំតួអង្គនិងតួនាទីតួអង្គហើយអញ្ចឹងកាលណាដែលបងអូនចាំឈ្មោះតួអង្គចាំតួនាទីតួអង្គវាស្មើនឹងបងអូនចាំសកម្មភាពតួអង្គនៅក្នុងសាច់រឿងហើយបងបើថាអូបងនិយាយអញ្ចឹងដូចងាយស្រួលអាំងតបងចេះហើយឬក៏អាំងតបងមានបទពិសោធន៍អានហើយអត់ទេតាមពិតមនុស្សយើងគឺដូចតែគ្នាទេនៅពេលដែលការអានដំបូងបើសិនជាប្រភេទសភៅនោះគឺវាត្រូវជាមួយនឹងពាក្យពេចន៍ឬក៏ត្រូវជាមួយនឹងជីវិតរស់នៅយើងប្រចាំថ្ងៃយើងងាយស្រួលចាំហ្មងប៉ុន្តែសភៅខ្លះហោះមកតាំងពីសម័យបុរាណយើងកើតអត់ទាន់ក្នុងស្ថានភាពហ្នឹងផងហ្នឹងអញ្ចឹងវាធ្វើឲ្យយើងពិបាកនៅក្នុងការសម័យដល់ស្ថានភាពហ្នឹងវាគឺជាកត្តាមួយដែលធ្វើឲ្យយើងពិបាកចាំសាច់រឿងប៉ុន្តែយើងគ្មានអីក្រៅពីការព្យាយាមយ៉ាងហោចណាស់បើអានម្ដងមិនចាំអាន2 ដងទៅតែបើថាមិនចង់អានទេគឺទៅសួរណាបងអូនត្រូវក្លាហានសួរទៅកាន់អ្នកដែលមានបទពិសោធន៍កុំថាអូធ្លាប់តែរៀនបកែទៅឲ្យសួរគេផ្ដេសផ្ដាស់មិនបងប្អូនមិនក្លាហានសួរមិនក្លាហាននៅក្នុងការសិក្សាពីអ្នកដែលគាត់ធ្លាប់ដឹងធ្លាប់ឮហើយទេបងអូននឹងមិនអាចទទួលបានបទពិសោធន៍ដែលបងអូនចង់បានទេអញ្ចឹង3 ខែចុងក្រោយនេះដែលបងចង់ផ្ដាំទៅបងប្អូនគឺសួរឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាននៅចំណេះដឹងដែលបងអូនចង់ដឹងនិងវាពាក់ព័ន្ធជាមួយនឹងការប្រឡងផងបងអូនហើយអក្សរសិល្ប៍វាជារឿងមួយសំខាន់ហើយក្រៅពីអក្សរសិល្ប៍បងក៏ត្រូវចេះមើលទៅលើមេរៀនទាំងឡាយណាដែលវាតាក់ទងជាមួយនឹងការតាញ់សេចក្តីបើសម្រាប់តាញ់សេចក្តីបងដឹងហើយក្រៅពីអក្សរសិល្ប៍តើអ្វីទៅដែលពាក់ព័ន្ធជាមួយតាញ់សេចក្តីទៀតអានឹងចាំវីដេអូក្រោយបងធ្វើបញ្ជាក់ទៀតណាបាយបាយ